ពេលព្រឹកព្រលឹមស្រទាប់អាប់ស្រាលស្រាលបានគ្របដណ្ដប់ទៅលើតំបន់ដីសើមខណៈដែលព្រះអាទិត្យកំពុងតែចាប់ផ្ដើមរះសំឡេងសត្វក្រៀលក៏ចាប់ផ្ដើមបន្លឺឡើងមុនពេលដែលពួកវាហោះចេញពីទ្រនំទៅរកចំណីនៅតាមតំបន់ដីសើមជុំវិញនិងវាលស្រែសត្វក្រៀលគឺជាប្រភេទសត្វដ៏កម្រដែលពឹងផ្អែកលើតំបន់ដីសើមនិងវាលស្រែសម្រាប់ការរស់នៅក្នុងរដូវមិនបន្តពូជប៉ុន្តែការប្រើប្រាស់សារធាតុគីមីកសិកម្មដោយមិនមានការគ្រប់គ្រងបានត្រឹមត្រូវអាចបង្កឲ្យមានការពុលដោយប្រយោលដល់សត្វក្រៀលតាមរយៈចំណីនិងបរិស្ថានរបស់វាបីដោះស្រាយកត្តាប្រឈមទាំងនេះអង្គរមិត្តក្រៀលគឺជាគំរូកសិកម្មដែលរួមបញ្ចូលការផលិតស្រូវជាមួយនឹងការអភិរក្សធម្មជាតិដោយលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់វាជួយការពារសត្វក្រៀលថែរក្សាតំបន់ដីសើមនិងលើកកម្ពស់ជីវភាពរបស់កសិករផងដែរបងប្អូនជួយគាំទ្រអង្គរមិត្តក្រៀលគឺបានទាំងសុខភាពនិងរួមចំណែកក្នុងការអភិរក្សសត្វក្រៀលផងដែរបងប្អូនអាចស្វែងរកអង្គរមិត្តក្រៀលតាមរយៈលេខទូរស័ព្ទ087 829 169និង078 732 240បងប្អូនក៏អាចរកបាននៅតាមបណ្ដាផ្សារម៉ាតមួយចំនួនផងដែរនៅរាជធានីភ្នំពេញឬបញ្ជាទិញតាមរយៈ app ដឹកជញ្ជូនដូចជា Grab ជាដើមសូមអរគុណ